ត្តពោធិ៍សាត់ដែលស្ថិតនៅភាគពីយប់នៃប្រទេសនិងមានចម្ងាយ198គីឡូម៉ែត្រពីទីក្រុងភ្នំពេញគឺមានប្រជាជនប្រមាណជា490000នាក់ហើយ85%ប្រកបរបរកសិកម្មកញ្ញាឡាងសុខាមានអាយុ24ឆ្នាំមានទីលំនៅនៅភូមិច្រែងឃុំស្វាយលួងស្រុកកណ្ដៀងខេត្តពោធិ៍សាត់កញ្ញាឡាងសុខាសប្តាហ៍ថ្ងៃរស់នៅជាមួយសមាជិកគ្រួសារ5នាក់ផ្សេងទៀតដែលផ្ទះរបស់គាត់គឺស្ថិតនៅតាមបណ្ដោយផ្លូវចាក់គ្រោះក្រហមមួយខ្សែនិងមានចម្ងាយប្រមាណជា20គីឡូម៉ែត្រពីទីរួមខេត្តបើតាមសម្ដីរបស់សុខាបានឲ្យដឹងថាគ្រួសារទាំងមូលរបស់ខ្លួនគឺបានប្រកបរបរចិញ្ចឹមជីវិតដោយការធ្វើស្រែនិងដាំបន្លែតាំងពីកញ្ញាសុខានៅតូចមកម្ល៉េះខ្ញុំប្រកបមុខរបរដាំដំណាំនេះចាប់ពីខ្ញុំដឹងក្តីមកឃើញឪពុកម្ដាយខ្ញុំដាំពីនិយាយទៅជាទម្លាប់មកតាមពីដើមជាដំបូងឡើយការដាំបន្លែរបស់គ្រួសារសុខាគឺមិនទទួលបានផលច្រើននោះទេហើយបើគិតពីការធ្វើស្រែវិញគឺកាន់តែបានចំណូលតិចតួចទៅទៀតព្រោះថានៅក្នុងរយៈពេល1ឆ្នាំពេញគឺគ្រួសាររបស់សុខាអាចធ្វើស្រែបានតែម្ដងគត់លើផ្ទៃដី15អាគ្រួសាររបស់សុខាគឺដាំបន្លែចម្រុះច្រើនប្រភេទទៅតាមរដូវកាលនិងតម្រូវការទីផ្សារដែលបន្លែទាំងនោះមានដូចជាត្រសក់ខាត់ណាផ្កាសាឡាត់ម្រះនិងត្រឡាចជាដើមហើយបើគិតពីបន្លែត្រសក់វិញក្នុងមួយវដ្តដែលមានរយៈពេលប្រមាណ3ខែគ្រួសារសុខាអាចប្រមូលផលបានចំនួន1តោនលើផ្ទៃដី8អានិងអាចលក់បានកម្រៃចំនួនប្រមាណជា3លានរៀលដោយផាត់ចេញនៅការចំណាយទាំងស្រុងតែ50,000រៀលតែប៉ុណ្ណោះដូចនេះតាមការវិភាគសេដ្ឋកិច្ចពីការដាំដំណាំបន្លែរបស់សុខាគឺទទួលបានទិន្នផលខ្ពស់មានគុណភាពទទួលបានប្រាក់ចំណូលនិងមានផលចំណេញខ្ពស់បន្លែដែលគ្រួសារសុខាដាំបានគឺមានទាំងយកទៅបោះឲ្យមួយជាប្រចាំនៅឯទីផ្សារក្នុងតំបន់ហើយមានទាំងលក់រាយផងដែរហើយពិសេសបំផុតនោះតាមរយៈការបញ្ជាក់ពីសុខាគឺបន្លែលក់មិនដែលសល់នោះទេការដាំដុះដែលធ្លាប់តែធ្វើឡើងតាមទម្លាប់និងទទួលបានផលតិចមិនមានជីវភាពប្រសើរឡើយហើយប្រែមកជាការដាំដុះធ្វើទៅតាមបច្ចេកទេសទទួលបានទិន្នផលខ្ពស់មានអំណោយផលទីផ្សារគឺបានធ្វើឲ្យជីវភាពរបស់គ្រួសារសុខាមានការផ្លាស់ប្ដូរទៅរកភាពធូរធារជាងមុនពីមុនយើងរៀងលំបាកជាងឥឡូវនេះយើងដាំបានបន្លែច្រើនយើងអាចលក់ស្រួលលក់យើងបានទិន្នផលច្រើនហើយក៏អាចថាបានថវិកាមកច្រើនដែរយើងធូរធារជាងមុនច្រើនពីដើមមកខ្ញុំមានតែកង់ចាស់មួយជិះឯងដល់ឥឡូវអាចបរិចបន្ថែមដាំបានអញ្ចឹងទៅយើងអាចបានថវិកាមកច្រើនអាចធ្វើផ្ទះធំមកល្មមនៅបានស្រួលហើយអាចទិញម៉ូតូថ្មីអីជិះបាន